តើអាចទេបន្ទាប់ពីលោកប៉ាងលីដាទទួលបាននូវការលើកទឹកចិត្តពីសម្ដេចធិបតីស្រាប់តែលោកផៃវណ្ណៈឲ្យតម្រុយមួយបែបនេះដោយបងប្អូនទាំងអស់គ្នាបានជ្រាបហើយលោកប៉ាងលីដាគឺជាអភិបាលរងខណ្ឌពោធិ៍សែនជ័យដែលទទួលភាពល្បីល្បាញដែលទាក់ទងជាមួយនឹងការចុះរៀបចំសណ្ដាប់ធ្នាប់ក៏ដូចជាការស្ដារប្រឡាយដែលអាចទាញយកបេះដូងប្រជាពលរដ្ឋបាននៅទូទាំងខណ្ឌពោធិ៍សែនជ័យហើយនៅក្នុងនោះដែរទាក់ទងនឹងសកម្មភាពរបស់លោកប៉ាងលីដានេះឯងដែលធ្វើឲ្យមហាជននឹងមានការគាំទ្រលោកជាខ្លាំងដែលត្រូវបានមហាជនខ្លះបានដាក់សហសនាមថាជាមន្ត្រីបម្រើរាស្ត្រយ៉ាងណាមិញនៅថ្ងៃទី5ខែកុម្ភៈឆ្នាំ2026លោកប៉ាងលីដាដែលជាអភិបាលរងខណ្ឌពោធិ៍សែនជ័យហ្នឹងក៏បានធ្វើការលើកឡើងនៅយុទ្ធសាស្ត្ររបស់លោកនៅក្នុងពិធីសន្និបាតបុកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026របស់ក្រសួងមហាផ្ទៃអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺលោកប៉ាងលីដាបានលើកឡើងថាដើម្បីបញ្ជាការคล้ายជាលោកសេដ្ឋីបញ្ហាដែលពូកែតែខាងរៀបរាប់បញ្ហាប៉ុន្តែគ្មានលទ្ធផលដោះស្រាយនៅក្នុងនោះលោកប៉ាងលីដាក៏បង្ហាញពីយុទ្ធសាស្ត្រធ្វើផងបញ្យល់ផងដែលនេះអាចលេចចេញជារូបរាងនិងមានប្រសិទ្ធភាពទៅបានគឺបន្ទាប់ពីមានការផ្ដល់មតិណែនាំនឹងការសម្រេចចិត្តដ៏ឆ្លៀសវៃពីឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញដោយផ្អែកលើគោលការណ៍ដ៏ខ្ពង់ខ្ពស់នេះហើយទើបលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យបានដឹកនាំកិច្ចប្រជុំបញ្ជាផ្ទាល់និងចាត់ចែងវិធានការអនុវត្តនៅក្នុងកម្រិតឲ្យចំគោលដៅរបស់ខណ្ឌនិងប្រកបដោយមនសិការវិជ្ជាជីវៈជាមួយគ្នានោះដែរលោកបានបន្តទៀតថាតើតើនឹងការងារដឹកនាំដ៏រឹងមាំនេះរដ្ឋបាលខណ្ឌបានបែងចែកសកម្មភាពអនុវត្តជាពីរផ្នែកធំទី1គឺការដោះស្រាយដោយបេះដូងនិងការលះបង់ទី2គឺការដោះស្រាយដោយសិល្បៈនៃការរំដោះចិញ្ចើមផ្លូវងើយស្កកអោនដាក់គ្រាប់តើតើនឹងសកម្មភាពទាំងអស់នោះលោកប៉ាងលីដាបានប្រើប្រាស់អំណាចទុនក៏ដូចជាការចុះពន្យល់ដោយភាពអត់ធ្មត់នេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋប្រែក្លាយពីការតវ៉ាមកជាការចូលរួមរុះរើដោយស្ម័គ្រចិត្តនិងផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរយ៉ាងណាមិញនៅថ្ងៃទី5ខែកុម្ភៈឆ្នាំ2026នេះគេឃើញមានលោកផៃវណ្ណៈបានធ្វើការបង្ហោះសារដល់ឲ្យតម្រុយមួយបែបនេះថាសូមអបអរសាទរបងប៉ាងលីដាដែលទទួលបាននូវការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងសម្ដេចប្រមុខរាជរដ្ឋាភិបាលដែលបងសកម្មខ្លាំងក្នុងការចុះរុះរើសំណង់ខុសច្បាប់ក្នុងមូលដ្ឋានដើម្បីបរិស្ថាននិងសណ្ដាប់ធ្នាប់សាធារណៈបើអាចគួរតែងតាំងគាត់ជាអភិបាលរងរាជធានីភ្នំពេញទទួលបន្ទុកសណ្ដាប់ធ្នាប់និងបរិស្ថានកាន់តែប្រសើរអាចជួយខណ្ឌទាំង14បានបច្ចុប្បន្នជួយបានតែក្នុងខណ្ឌពោធិ៍សែនជ័យ1ខណៈសំណង់អនាធិបតេយ្យខុសច្បាប់មានគ្រប់ខណ្ឌសូមជូនពរបងកាន់តែជោគជ័យថែមទៀតជាពិសេសសូមឲ្យមានមន្ត្រីសកម្មដូចបងប៉ាងលីដាកាន់តែច្រើនកាន់តែល្អបាទតេជងជាងតម្រុយដែលលោកផៃវណ្ណៈលើកឡើងនេះចំពោះបងប្អូនយល់យ៉ាងណាដែរថាតើគាត់អាចនឹងត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញដែរឬទេតើអាចទេ